នេះគឺជាចំណុចសំខាន់នៅពេលដែលយើងដោះកម្រង MacBook ដាច់ខាតបងប្អូនមិនត្រូវយកអ្វីមកគោះពីខាងលើទេបាទរបៀបដោះគឺវាមានរបៀបរបស់វាថ្ងៃនេះខ្ញុំចង់ចែករំលែកការសម្អាត MacBook របស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាបានទស្សនាបាទមុននឹងសម្អាតបងប្អូនគួរតែចេះមើលកម្ដៅ CPU របស់ MacBook យើងបាទហើយនឹង GPU បើសិនជាមានអូខេឥឡូវកម្ដៅ GPU របស់ MacBook ខ្ញុំបាទកម្ដៅត្រឹមតែ40ជាងបាទហើយចំណែកឯGPU វិញ VGA ដាច់វិញកម្ដៅត្រឹមតែ30ជាងទេអូខេយើងអញ្ចឹងយើងចាប់ផ្ដើមដំណើរការបាទជាងទី1យើងត្រូវដោះកម្របចេញសិនបាទដើម្បីដោះកម្របបានយើងរកក្បាលទូលវីណាដែលត្រូវមកអញ្ចឹងយើងធ្វើការបោះបាទ movie ចេញសិននេះគឺជាចំណុចសំខាន់នៅពេលដែលយើងដោះកម្រង MacBook ដាច់ខាតបងប្អូនមិនត្រូវយកអ្វីមកគោះពីខាងលើទេបាទរបៀបដោះគឺវាមានរបៀបរបស់វាដូច្នេះដើម្បីដោះបានបងប្អូនត្រូវមានឧបករណ៍មួយនេះដើម្បីធ្វើការជប់បាទជប់ទាញកម្របខាងក្រោមបងប្អូនណានៅចំណុចខាងក្រោមហើយនៅពេលដែលហើបបងប្អូនយើងមិនទាន់បើកកម្របបានទាំងស្រុងទេគឺយើងត្រូវធ្វើការទាញនៅចំណុចខាងលើនេះទាញអូសមកក្រោមបន្តិចបាទនៅត្រង់កែងហ្នឹងហើយដៃខាងក្រោមពឹងគ្នានិយាយទៅយើងកុំឲ្យធ្វើម៉េចបាទលបើកខ្លាំងនាំឲ្យមានបញ្ហាបាក់បន្ទាប់ពីយើងដោះកម្របបានហើយបាទអ្វីដែលយើងត្រូវធ្វើបន្ទាប់បាទគឺយើងធ្វើការដោះខ្ចៅក៏ដូចជាស្នាប់ផ្សេងដែលពាក់ព័ន្ធហើយចំណុចនេះបងប្អូនគួរតែប្រុងប្រយ័ត្នមែនទែនហើយ note ឲ្យបានច្បាស់លាស់ឧទាហរណ៍ខ្ចៅមួយណាបងប្អូន note វាទុកទៅបាទបើសិនជាបងប្អូនមិនទាន់មានជំនាញច្បាស់លាស់មិនសូវស្គាល់ខ្ចៅបាទអញ្ចឹង note វាទុកមួយនៅពេលដែលដាក់វិញមិនមានបញ្ហាច្រឡំបាទអញ្ចឹងខ្ញុំចាប់ផ្ដើមដោះហើយបាទខ្សែទាំងអស់នេះសិតតែពាក់ព័ន្ធបាទខ្សែដែលខ្ញុំដោះនេះសិតតែពាក់ព័ន្ធទាំងអស់ដោយសារតែយើងត្រូវលើក main board ចេញសិនទើបអាចដោះ fan កង្ហាលពីរនឹងចេញបានបាទអញ្ចឹងតាក់ទងទៅនឹងប្រភេទពួក MacBook រៀងពិបាកសម្អាតបន្តិចអញ្ចឹងបានប្រាប់ទៀតឲ្យបងប្អូន note ចំណាំច្បាស់លាស់នៅពេលដែលបងប្អូនដោះកន្លែងណាយើងដាក់កន្លែងនឹងវិញបាទគឺបានត្រឹមត្រូវបាទអញ្ចឹងខ្ញុំសុំខាឲ្យរៀងលឿនបន្តិចណាបងប្អូនកុំឲ្យវីដេអូនេះវែងពេកបងប្អូនមើលទៅធុញបន្ទាប់ពីយើងដោះកម្របបានហើយបាទអ្វីដែលយើងត្រូវធ្វើមុនគេគឺដកខ្សែថ្មបងប្អូនណាព្យាយាមរកខ្សែថ្មឲ្យឃើញហើយដកចេញសិនការពារមានបញ្ហាឆេះឆ្លងហើយនេះគឺជាប្លុកខ្សែថ្មហើយអញ្ចឹងយើងត្រូវដកវាចេញបាទដកខ្សែខាងលើនេះហើយកុំភ្លេចមួលខ្ចៅនេះដើម្បីធ្វើការផ្ដាច់ថ្មចេញហើយសម្រាប់ឧបករណ៍បងប្អូនត្រូវរកជ័រសំប៉ែតបាទឬក៏ជ័រដូចខ្ញុំក៏បានដែរយកមកឆ្កឹះបងប្អូនណាបន្ទាប់ពីខ្ញុំបានដោះខ្សែថ្មរួចរាល់ហើយគឺខ្ញុំដោះកន្លែងទៅជាខាងលើសងខាងសិនបងប្អូនណាបាទអញ្ចឹងសម្រាប់បងប្អូនបើគិតថាកន្លែងណាងាយស្រួលដោះបងប្អូនដោះមុនទៅមិនបាច់ធ្វើតាមខ្ញុំទាំងអស់ទេបាទនេះគ្រាន់តែជាបទពិសោធន៍នៃការចែករំលែកអំពីការធ្វើរបស់ខ្ញុំទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយសម្រាប់ការឆ្កឹះស្នាប់ចេញនេះបងប្អូនត្រូវប្រុងប្រយ័ត្នមែនទែនបាទព្យាយាមរកជ័រណាដែលស្ដើងដែលយើងអាចសោកឆ្កឹះបានដោយដែលខ្ញុំបានបង្ហាញអញ្ចឹងណាបងប្អូនកន្លែងដែលខ្ញុំគូសរង្វង់នេះបងប្អូនសុំដោះចេញទាំងអស់ណាបាទដោយសារខ្ញុំភ្លេចខ្ញុំដោះតែមួយបាទនៅពេលដែលដោះតែមួយបាទបងប្អូននឹងឃើញនៅចុងវីដេអូនៅពេលដែលលើក main board គឺខ្ញុំបានដោះម្ដងទៀត
កន្លែងដែលខ្ញុំគូសរង្វង់នេះគឺខ្ញុំភ្លេចដោះពីដំបូងបាទដោះដែរប៉ុន្តែអត់អស់នៅពេលដែលអត់អស់អញ្ចឹងយើងលើកស្នាប់នេះអត់បានបាទលើកអត់បានយើងលើកបតក៏អត់កើតឥឡូវនេះខ្ញុំបានដោះ motherboard ចេញពីតួរបស់វាហើយបងប្អូនណាបាទគឺបតវាបែបនឹងឯងបន្តមកទើបយើងអាចដកកង្ហារវាចេញបានដោយសារតែខ្ចៅបាទគឺនៅក្រោមបតនេះឯងបើសិនជាបងប្អូនមិនដកបតចេញបាទដោះកង្ហារពីរនេះយកមកសម្អាតក៏អត់បានដែរបាទអញ្ចឹងខ្ញុំបានលើក fan ចេញមកទាំងពីរហើយបាទកង្ហារហ្នឹងលើកចេញមកទាំងពីរហើយបាទបន្តមកគឺខ្ញុំធ្វើការសម្អាតកង្ហារមុនគេបាទសម្អាតកង្ហាររួចបាទខ្ញុំទៅធ្វើការសម្អាត mainboard ហើយសម្រាប់ការសម្អាតបងប្អូនដោះបំបែកដូចខ្ញុំមកគឺអត់មានពិបាកទេមួតែខ្ចៅហើយយើងចាប់ហែកដូចដែលខ្ញុំបានបង្ហាញបងប្អូនអញ្ចឹងប៉ុន្តែយើងធ្វើការហែកថ្នមមែនតើបងប្អូនណាកុំហែកមកទៅហឹងប្រយ័ត្នវាចបាទទៅវាចពិបាកក្នុងការកែបន្ទាប់ពីសម្អាតហើយគឺខ្ញុំចាប់ចូលវិញបន្ទាប់មកគឺខ្ញុំជូតជាមួយនឹងទឹកអាល់កុលបងប្អូនទឹកអាល់កុល 90% ឡើងដោយសារតែវាហើរលឿនអញ្ចឹងវាមិនមានជាប់នៅលើនេះនាំឲ្យមានបញ្ហាឆ្លងនៅពេលក្រោយទេរួចរាល់យើងមកធ្វើការសម្អាតទៅលើ motherboard របស់វាម្ដងបាទហើយសម្រាប់ការដោះដៃត្រជាក់នេះខុសពី laptop របស់យើងធម្មតា laptop របស់យើងធម្មតាខ្ចៅនៅពីលើតែម្ដងប៉ុន្តែពពួក MacBook ប្រភេទនេះគឺនៅខាងក្រោមវិញបាទអញ្ចឹងយើងត្រូវមួខ្ចៅនៅខាងក្រោមឲ្យអស់មកបាទទាំង GPU ទាំង CPU ហើយខ្ចៅវាមានបង្កប់នៅហ្នឹងបងប្អូនអញ្ចឹងយើងបកវាចេញមកហើយធ្វើការមួចេញដល់ពេលដែលយើងមួចេញរួចរាល់ហើយបងប្អូនផ្ងាមកវិញថ្នមបាទហើយធ្វើការដកដៃត្រជាក់ចេញនេះបងប្អូនដូចដែលខ្ញុំបានបង្ហាញអញ្ចឹងនៅពេលដែលយើងបង្ហើបដៃត្រជាក់មកយើងឃើញថាកៅ CPU គឺកកបាទអញ្ចឹងមិនមែនថាមិនកកទេណាបងប្អូនឃើញថាកម្ដៅនៅល្អប៉ុន្តែបាទកៅបានកកបាត់ទៅហើយបាទនេះហើយជាមូលហេតុដែលធ្វើឲ្យ laptop មួយចំនួនគឺខូចទៅដល់ CPU ឬ GPU ឥឡូវនេះយើងបកមកមើលការសម្អាតវិញការសម្អាតបងប្អូនត្រូវមានទឹកអាល់កុលបាទឬក៏ទឹកលាងបតនឹងឯងហើយបងប្អូនត្រូវមានប្រដាប់ត្បាល់ត្រចៀកបាទងាយស្រួលក្នុងការយកមកសម្អាតបាទហើយយើងសម្អាតថ្នមណាបងប្អូនអត់ធ្ងន់ដៃទេប្រយ័ត្នខូច CPU បាទអញ្ចឹងថ្នមទៅសម្អាតធ្វើម៉េចឲ្យអស់អាកៅត្រចៀកចាស់ហ្នឹងឲ្យអស់ស្អាតហើយបាទយើងធ្វើការបៀកនៅកៅត្រចៀកថ្មីហើយ brand ដែលខ្ញុំយកមកប្រើគឺជា brand របស់ Chrisley បាទដោយសារតែនេះយើងប្រើទៅវាឃើញថាបញ្ជូនកម្ដៅបានល្អបាទអញ្ចឹងបងប្អូនយកមកបៀកបាទបៀកមកនៅលើ CPU និង GPU របស់យើងមកហើយមុននឹងបៀកយើងត្រូវប្រកាសថាបាទ CPU និង GPU របស់យើងគឺស្អាតមិនមានធូលីអីបាទអញ្ចឹងយើងធ្វើការបៀកដូចដែលខ្ញុំបានបង្ហាញអញ្ចឹងបងប្អូនយើងក៏បន្តក់តែមួយតក់នៅលើនេះឬក៏បងប្អូនដាក់ច្រើនពេកដាក់ច្រើនហួសហេតុវាអាចធ្វើឲ្យបាទការបញ្ជូនកម្ដៅមិនបានល្អវិញអញ្ចឹងបៀកមកល្មមដូចខ្ញុំអញ្ចឹងណាបងប្អូនបាទបៀកមកល្មមហើយទើបយើងធ្វើការចាប់ដៃត្រជាក់ចូលវិញអូខេឥឡូវខ្ញុំចាប់ដៃត្រជាក់រួចរាល់ហើយបន្តមកខ្ញុំធ្វើការសម្អាតបន្តិចមុននឹងដាក់ mainboard នេះចូលទៅក្នុងតួរបស់វាវិញបន្ទាប់ពីសម្អាតរួចរាល់អស់ហើយគឺយើងត្រូវចាប់ board ចូលវិញបាទអញ្ចឹងវិធីសាស្ត្ររបស់ខ្ញុំដោយសារតែស្នាប់ផ្សេងនេះបងប្អូនខ្សែផ្សេងនេះវានៅពេលដែលដាក់វិញគឺទើសមែនតើអញ្ចឹងគឺខ្ញុំកាត់ស្គុតបន្តិចមកដើម្បីធ្វើការបិទវាបាទបិទបន្តិចមកដើម្បីកុំឲ្យវាបាទនៅពេលដែលយើងដាក់
បតចូលទៅវាទើសខ្សែហ្នឹងណាបាទទើសខ្សែហ្នឹងយើងសេរីចោះសេរីឡើងវាខាតពេលអញ្ចឹងបងប្អូនបិទដូចខ្ញុំមកឬក៏បងប្អូនមានវិធីសាស្ត្រងាយស្រួលជាងនេះបងប្អូនជួយចែករំលែកផងបន្ទាប់ពីដាក់បតចូលរួចរាល់ហើយបងប្អូនត្រូវមើលមួយជុំទៀតមើលមួយជុំដូចឡានបងប្អូនត្រូវមើលមានន័យថាមានខ្សែណាដែលយើងមិនទាន់លើកឡើងជួនកាលយើងដាក់ទៅវាកល់ខ្សែនឹងនៅខាងក្រោមនៅពេលដែលចាប់ខ្ចៅរួចបាទស្រាប់តែភ្លេចដោតខ្សែមួយអានឹងវាជាបញ្ហាបងប្អូនណាបាទធ្វើឲ្យយើងខាត់ពេលបាទធ្វើម្ដងទៀតបាទអញ្ចឹងដូចខ្ញុំបានមើលហើយអស់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមបាទដកអាស្គុតនេះចេញហើយខ្ញុំដោតស្នាប់ចូលតែម្ដងហើយក្នុងការដោតស្នាប់ដោតខ្សែចូលនេះបងប្អូនខ្ញុំរៀងកាត់ខ្លីៗទេដោយសារតែយើងបានលម្អិតពីដំបូងហើយនៅពេលដែលយើងដោះអញ្ចឹងបងប្អូនកន្លែងណាដែលមិនចំណាំបងប្អូនអាចខាវីដេអូទៅក្រោយបានយើងមើលទៅបាទឬក៏បងប្អូនបានថតខ្លួនឯងខ្លះៗអញ្ចឹងយើងមើលទៅបាទកុំឲ្យនៅពេលដែលដាក់វិញភ្លេចដោតខ្សែណាមួយនាំឲ្យមានបញ្ហានៅពេលដែលយើងដោតស្នាប់ក៏ដូចជាការចាប់ខ្ចៅរួចរាល់អស់ហើយគឺដល់វគ្គបិទកម្របនៅពេលដែលបិទកម្របបងប្អូនត្រូវមើលកន្លឹះវានៅខាងលើនេះបាទអញ្ចឹងវាមានសងខាងនៅពេលដែលយើងបិទទៅយើងដាក់ពីលើដូចខ្ញុំអញ្ចឹងបាទដាក់ចូលកន្លឹះហើយទើបយើងរុញបាទរុញចូលឲ្យកឹបដូចខ្ញុំបង្ហាញបងប្អូនបាទឃើញទេបងប្អូនកឹបបាទនៅពេលកឹបហើយយើងលង្កត់វាជុំវិញមកឲ្យវាចូលងាំរបស់វាហើយយើងចាប់ខ្ចៅទៅបាទអញ្ចឹងចាប់ខ្ចៅងាយទេខ្ញុំកាត់វីដេអូនេះហើយសូមជួយចុច Subscribe ទៅលើ Channel Mr. Bunty Tech Lab នេះដើម្បីទទួលបានចំណេះដឹងថ្មីៗទាក់ទងទៅនឹងការជួសជុលកុំព្យូទ័របាទជាចុងក្រោយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលដ៏មានតម្លៃតាមដានទស្សនាវីដេអូនេះ